ដើម្បីទៅសេទម្រង់ត្រីកោណមៀតបានគឺកូនត្រូវរក model សិនណា model គឺស្មើនឹងតម្លៃដាច់ខាតសិត a ស្មើនឹងរឹសទី2នៃ a ការ៉េបូក b ការ៉េចាដែលតម្លៃកូស alpha គឺស្មើនឹង a លើ a sin alpha គឺស្មើនឹង b លើ a ចាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់សាលា Inhand អញ្ចឹងថ្ងៃនេះដែរអ្នកគ្រូនឹងលើកយកមេរៀនថ្នាក់ទី12ដែលនិយាយអំពីចំនួន complex ចាអញ្ចឹងថ្ងៃនេះដែរអ្នកគ្រូនឹងលើកយកទម្រង់ពេជ្រគណិតនិងទម្រង់ត្រីកោណមៀតចាដែលអ្នកគ្រូបានលើកយកទម្រង់ត្រីកោណមៀតនេះគឺអ្នកគ្រូចង់ឲ្យកូនចេះសរសេរទម្រង់ពេជ្រគណិតទៅជាទម្រង់ត្រីកោណមៀតណាអញ្ចឹងដើម្បីសរសេរជាទម្រង់ត្រីកោណមៀតបានទើបតែកូនមានជាទម្រង់ពេជ្រគណិតចាមានតម្លៃពេជ្រគណិតមកទើបយើងអាចសរសេរទម្រង់ត្រីកោណមៀតបានចាអញ្ចឹងទី1ដើម្បីសរសេរជាទម្រង់ត្រីកោណមៀតបានគឺកូនត្រូវចាំរូបមន្តនេះណារូបមន្តទម្រង់ត្រីកោណមៀតរបស់យើង z ស្មើនឹងអីកូនស្មើនឹង a cos alpha បូក e sin alpha ចាដែល a របស់យើងគឺត្រូវតែធំជាង0ណាចាអញ្ចឹងកូនមកមើលរូបមន្តណាអញ្ចឹងដើម្បីរក model ណាអញ្ចឹងដើម្បីសរសេរទម្រង់ត្រីកោណមៀតបានគឺកូនត្រូវរក model សិនណា model គឺស្មើនឹងតម្លៃដាច់ខាតសិត a ស្មើនឹងរឹសទី2នៃ a ការ៉េបូក b ការ៉េចាដែលតម្លៃកូស alpha គឺស្មើនឹង a លើ a sin alpha គឺស្មើនឹង b លើ a ចាអញ្ចឹងថ្ងៃនេះដែរអ្នកគ្រូមានឧទាហរណ៍ចំនួន3ណាគេឲ្យយើងសរសេរចំនួន complex ខាងក្រោមជាទម្រង់ត្រីកោណមៀតចាអញ្ចឹងកគេមានរឹសទី3បូក e និងខ1បូក e រឹសទី2នៃ3និងកស្មើនឹង1បូក e ចាអញ្ចឹងឥឡូវមកមើលដំណោះស្រាយទាំងអស់គ្នាណាចាអញ្ចឹងអ្នកគ្រូដាក់ថាសរសេរចំនួន complex ជាទម្រង់ត្រីកោណមៀតចាអញ្ចឹងអ្នកគ្រូសូមលើកយកដំណោះស្រាយអក្សរកណាអញ្ចឹងកគឺរឹសទី2នៃ3បូកឲ្យ e ចាអញ្ចឹងដើម្បីសរសេរជាទម្រង់ត្រីកោណមៀតបានតើកូនស្គាល់តួ a តួ b ណាអញ្ចឹងតួ a របស់យើងគឺនៅមុខនេះណាគឺរឹស3រីឯ b ស្មើនឹង1ចាព្រោះ b គឺជាចំនួននិមិត្តណាចំនួននិមិត្តគឺជាប់ e អញ្ចឹងនៅមុខ e អត់សរសេរអញ្ចឹងមានន័យថាមុខមេគុណយើង1ណាចារីឯតួ a គឺចំនួនពិតណាគឺស្មើរឹស3ចាបន្ទាប់មកយើងចាប់ផ្ដើមរក model មកអញ្ចឹង model របស់យើងគឺរូបមន្ត z ស្មើនឹង a រឹសទី2នៃ a ការ៉េបូក b ការ៉េចាយើង a របស់យើងម៉ាន a របស់យើងគឺរឹស3ណាចារឹស3អញ្ចឹងមានន័យថាកូនយករឹស3ហ្នឹងលើកជាការ៉េបូកឲ្យ b របស់យើងម៉ានកូន1ណាចា1លើកជាការ៉េចាបន្ទាប់មកកូនចាប់ផ្ដើមបញ្ចេញមករឹស3លើកជាការ៉េអញ្ចឹងវាដាច់រឹសណានេះចាដាច់រឹសហើយយើងនៅសល់3បូកឲ្យ1បំពាក់រឹសមក3បូក1ស្មើ4ណាអញ្ចឹង4ចេញពីរឹសទី2គឺស្មើនឹងម៉ានស្មើនឹង2ណាពួក4នេះអ្នកគ្រូអាចសរសេរបាន2ការ៉េអញ្ចឹង2ការ៉េនេះយើងសម្រួលជាមួយរ៉ាឌីកាល់ទៅស្មើ2ចាអសល់2នេះអញ្ចឹង model របស់យើងគឺឃើញ2ណាចាអញ្ចឹងយើងចាប់ផ្ដើមសរសេរយើងទាញកាលណា model 2យើងទាញនៅក្នុងសមីការរបស់យើងអញ្ចឹងអ្នកគ្រូដាក់ថាគេបានសមីការរបស់យើងគឺរឹសទី3sorry រឹសទី2នៃ3បូកឲ្យ e ស្មើនឹង2អញ្ចឹងអានេះគេមានរឹសទី2នៃ3អញ្ចឹងកាលណាគេទាញ2បាត់ទៅកូនត្រូវចែកនឹង2ណាចាដើម្បីឲ្យវាស្មើដើមវិញណាe ចា e មុខមេគុណវាមុខមេគុណ e គឺស្មើម៉ាន1អញ្ចឹងអ្នកគ្រូដាក់1ចែកនឹងម៉ាន1ចែក2ណា e បន្ទាប់មកយើងឃើញថាវាអត់ទាន់ចូលជាទម្រង់ត្រីកោណមៀតទេតើតាកូនមានតម្លៃកូសនិងស៊ីនណាព្រោះយើងដឹងហើយតកតងនឹងទម្រង់ត្រីកោណមៀតគឺកូនត្រូវចាំណា z ស្មើនឹង a
កូស alpha បូក e sin alpha ចាអញ្ចឹងកូនត្រូវទៅសេឲ្យមានតម្លៃកូសនិង sin ចាអញ្ចឹងអ្នកគ្រូដាក់ថា2 sorry យើងទាញរកតម្លៃកូសសិនមកអញ្ចឹងកូសរបស់យើងម៉ានកូសរបស់យើងគឺរូបមន្តខាងលើកូស alpha มันស្មើនឹង a នៅលើ a ចា a របស់យើងគឺស្មើឬ3 a របស់យើងគឺយើងទើបរកឃើញណាគឺ2ណានេះ2ចាអញ្ចឹងឥឡូវកូនមកមើលទម្រង់ត្រីកោណមាត្ររបស់យើងរង្វង់ត្រីកោណមាត្ររបស់យើងនេះកូសនៃមុំប្រមាណស្មើនឹងឬ3លើ2ណាចាអញ្ចឹងកូនទៅមើលទៅលើទម្រង់ត្រីរង្វង់របស់យើងនេះរង្វង់របស់យើងគឺមានរង្វង់មានអស៊ីននិងអកូសដែលអកូសរបស់យើងគឺអដេកនេះណាចារីឯអស៊ីនរបស់យើងគឺអឈរចាអញ្ចឹងដោយសារតែកូស alpha ស្មើឬ3លើ2អញ្ចឹងកូនមកមើលកន្លែងនេះឬ3លើ2នៅត្រង់នេះណាអញ្ចឹងយើងចំណោលកែងទៅលើអាស៊ីនទៅស្មើប៉ុន្មានsorry អាកូសទៅស្មើនឹងមុំ30ចាមុំ30ស្មើផាយលើ6ចាអញ្ចឹងកូនដាក់កន្លែងនេះមកគឺស្មើនឹងមានន័យថាទាញ alpha ស្មើនឹងផាយនៅលើ6ចាឥឡូវកូនមកមើលតម្លៃ sin របស់យើងវិញចា sin alpha ស្មើប៉ុន្មាន1លើ2នេះចា1លើ2ឬក៏កូនដាក់រូបមន្តសិនមក b លើ a តែ b របស់យើងស្មើប៉ុន្មានស្មើ1 a របស់យើងស្មើ2ចាអញ្ចឹងយើងចាប់ផ្ដើមទាញរកមុំ alpha អញ្ចឹងកូនមកមើលទៅលើរង្វង់ត្រីកោណមាត្ររបស់យើងចានេះកូនមើលលើអាស៊ីនណាយើងអាស៊ីនរបស់យើងគឺស្មើនឹងប៉ុន្មាននេះ1លើ2អញ្ចឹងកូនចំណោលកែងទៅចំណោលកែងមកឃើញមុំ30អញ្ចឹងមុំ30ស្មើផាយលើ6ដែរអញ្ចឹងមានន័យថា alpha របស់យើងគឺស្មើផាយលើ6ដែរចាអញ្ចឹងយើងបន្ទាប់មកកូនទៅសេជាទម្រង់ត្រីកោណមាត្របានហើយអញ្ចឹងអ្នកគ្រូតាងឬ3បូក1នេះដោយសិតចុះចាអញ្ចឹងអ្នកគ្រូដាក់ថាសិតស្មើនឹង2កូសពេលនេះកូនលេងសេកូសalpha ទៀតហើយ alpha យើងជំនួសដោយប៉ុន្មានកូនផាយនៅលើ6អញ្ចឹងកូសផាយលើ6បូកឲ្យ e sin ប៉ុន្មានដែរផាយលើ6ព្រោះ alpha របស់យើងរកឃើញផាយលើ6ចាអញ្ចឹងយើងឃើញថាវាចូលជាទម្រង់ត្រីកោណមាត្រដែរព្រោះទម្រង់ត្រីកោណមាត្ររបស់យើងគឺស្មើនឹង r កូស alpha បូក e sin alpha ដែល r របស់យើងគឺស្មើប៉ុន្មាននេះស្មើ2ចា alpha របស់យើងគឺស្មើផាយនៅលើ6ចាអញ្ចឹងសំណួរករបស់យើងគឺស្មើប៉ុណ្ណឹងណា